ปัจจุบันนั่นคือพิจารณาเวลา 4G แต่ 5G คือเวลามาเพลทให้เวลาตัว 4G อันนั้นเวลาไหลหน้ามวยไปคลาดในไหลหน้ามวยจังช่วยจะจังโหลด 5G ให้โหลดบ้านหอเพลทโหลดน้อง 4G ไว้เพลทโดยในโตจ้ะยังอดโยนแหละบ้านสุดใดบางปอนการประยุกต์มันนี้ประปอนตัวซับในขนมสดขมายยังมาจำนวนคือกอดบ้านอัปเดตประปอนนั่งตัวการ 5G ให้ยังมันโดยเฉพาะการยมในฉลองชนามได้เข้าดาวได้ให้กับยมตึงโรงจำการประกาศปีเสว่าประปอน 5G ดังได้ให้ไปแต่cáiอัปเดตเพลียมนั่งไปจะต้องมองจัดดอกปีเวลามันดอกปีมั้งจัดดอกปีนั่นคือcái bànอัปเดตให้เสว่าบ่ยมนั่นคือเวลาtừ 5G ចឹងបងប្អូនខ្ញុំធ្វើការតេស្តជាក់ស្ដែងគឺដំណើរការល្អហើយដើរលឿនដែរប៉ុន្តែគ្រាន់តែថាវានៅកន្លែងខ្លះវាអត់តន់លោតទៅដល់ 5G ទេឧទាហរណ៍នៅផ្ទះខ្ញុំអញ្ចឹងនៅមុខផ្ទះអញ្ចឹងទៅវាអាចលោតដល់ 5G ប៉ុន្តែខ្ញុំចូលទៅក្នុងវាលោតត្រឹម 4G ប៉ុន្តែគ្រាន់ថាពេលព្រឹកឡើងអញ្ចឹងទៅវាពេលព្រឹកឡើងខ្ញុំចេញពីផ្ទះគឺវាលោត 4G វាអត់ដំណើរការ 5G ទេអញ្ចឹងខ្ញុំឆ្ងល់ហើយក៏ខ្ញុំចូលតែកន្លែង setting របស់ cellular របស់នេះរបស់ទូរស័ព្ទយើងហ្នឹងក៏ខ្ញុំទៅចូលទៅកំណត់អាកន្លែង 5G បងប្អូនអាចមើលក្នុងរូបភាពហ្នឹងទៅកន្លែងនេះកន្លែងយើងដូរកន្លែងនេះមកវាអាចនេះបងប្អូនអាចដូរកន្លែងហ្នឹងមកវា load 5G ហើយវាដំណើរការ 5G ហើយខ្ញុំឃើញបងប្អូនយើងពីច្រើនគាត់ផុសរូបថាទូរស័ព្ទសេវារបស់គាត់ហ្នឹងនៅ load 4G ដដែលអញ្ចឹងបងប្អូនអាចចូលទៅកំណត់ setting កន្លែងខ្ញុំទៅវា load ទៅឡើងទៅ 5G ហើយគ្រាន់ថាបើសិនជាបងប្អូននៅកន្លែងណាយើងស្ទើរសេវាអញ្ចឹងទៅគឺវា load តាម 4G ទេវាអត់ load 5G អញ្ចឹងវា load ទៅតាមទីតាំងជាក់ស្ដែងដែលបងប្អូនកំពុងនៅឬមួយក៏សេវាដែលទូរស័ព្ទបងប្អូនចាប់បានអញ្ចឹងណាប៉ុន្តែគ្រាន់ថាបច្ចុប្បន្នហ្នឹងគឺភាគច្រើនវានៅ 4G ទេ 5G គឺវា load មកផ្លែតហើយវា load ទៅ 4G អាហ្នឹងវាជាបទពិសោធន៍ខ្ញុំជាក់ស្ដែងប្រើប្រាស់តាំងពីព្រឹករហូតមកដល់នេះប្រហែលជាខ្ទង់ម៉ោង 5 ល្ងាចទូរស័ព្ទខ្ញុំភាគច្រើនគឺវា load 4G វា load 5G បានដល់ផ្លែតអញ្ចឹងវា load មក 4G វិញហើយខ្ញុំអត់យល់ដែរគ្រាន់ថាវានៅកន្លែងតែមួយពេលខ្លះនៅកន្លែងតែមួយអញ្ចឹងចូលចិត្តអញ្ចឹង load 5G ហើយ load បានដល់ផ្លែត load មក 4G វិញអញ្ចឹងអត់តន់ដឹងថាមិនដែរប៉ុន្តែគ្រាន់ថាអ៊ីនធឺណិតវានៅដំណើរការបានធម្មតាហើយដើរលឿនបានធម្មតាទេគ្រាន់ថាសេវាហ្នឹងវា load 5G មកផ្លែតដូចភ្នែកតូលអញ្ចឹងអាហ្នឹងប្រហែលជាមកពីទូរស័ព្ទខ្ញុំឬមួយក៏មិនទេខ្ញុំអត់តន់ដឹងច្បាស់ដែរបងប្អូនសង្ឃឹមថាបងប្អូននឹងដោះស្រាយបញ្ហាសេវាដែលវាអត់ load 4G ហ្នឹងបងប្អូនអាចចុចតាមអ្វីដែលខ្ញុំដាក់នៅលើអេក្រង់មុនហ្នឹងទៅគឺវា load ចេញសញ្ញា 5G ហើយអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់កុំភ្លេចចុច subscribe ខ្ញុំម្នាក់មួយផងអរគុណច្រើន